ម៉ែខ្ញុំចង់ញ៉ាំបាយខ្ញុំចង់ញ៉ាំបាយម៉ាក់ខ្ញុំក៏ចង់ញ៉ាំបាយដែរបងស្រីញ៉ាំបាយខ្ញុំក៏ចង់ញ៉ាំបាយដែរតែម៉ាក់អស់បាយហើយម៉ាក់មានតែនំអញ្ចឹងកូនញ៉ាំនំជំនួសបាយទៅណាចាំម៉ាក់យកនំឲ្យកូនញ៉ាំនៅពេលដែលកូនញ៉ាំនំនេះហើយពេលដែលម៉ាក់ដាំបាយឆ្អិនធ្វើម្ហូបឆ្អិនម៉ាក់នឹងបាយឲ្យកូនញ៉ាំទៀតណាឥឡូវនេះម៉ាក់ឲ្យនំកូនម្នាក់មួយកញ្ចប់កូនញ៉ាំសិនទៅណាចាំពេលដែលបាយឆ្អិនហើយចាំកូនញ៉ាំបាយណែនំកូនអរគុណម៉ាក់បងស្រីយើងញ៉ាំនំសិនទៅណាចាំពេលម៉ាក់តាមបាយឆ្អិនហើយធ្វើម្ហូបឆ្អិនហើយចាំយើងញ៉ាំបាយទៀតណាបងស្រីណែបងស្រីម្នាក់មួយចឹងខ្ញុំញ៉ាំមុនបងស្រីហើយណាតែណាស់បងស្រីអ្នកម៉ាក់ទិញនំនេះនៅឯណាមកទៅឆ្ងាញ់ម្ល៉េះបាច់គេឆ្ងាញ់ណាបងស្រីសាក់ញ៉ាំមើលទៅនេះបងស្រីសាក់ញ៉ាំមើលទៅអញ្ចឹងបងក៏ញ៉ាំដែរណាឲ្យបងណាពិតជាឆ្ងាញ់មែនបងអូនប្រុសអ្នកម៉ាក់ទិញនំនៅនេះណាអ្នកម៉ាក់ទិញនំនេះនៅឯណាអ្នកម៉ាក់ឆ្ងាញ់ខ្លាំងណានំនេះគឺមានរសជាតិបន្លែទៀតពិតជាឆ្ងាញ់មែនហើយគឺឲ្យញ៉ាំកាមេឡោះឆ្ងាញ់ខ្លាំងណាស់ពេលញ៉ាំនេះនំនេះហើយពួកយើងចាំញ៉ាំបាយទៀតយើងមិនអាចញ៉ាំតែនំបានទេយើងត្រូវតែញ៉ាំបាយផងទើបគេហៅថាក្មេងល្អនៅពេលដែលយើងញ៉ាំបាយហើយយើងនឹងឆាប់ធំហើយយើងឆាប់បានទៅសាលារៀននោះអីមិនឲ្យបងស្រីញ៉ាំណាអូនញ៉ាំណានឹងក្មេងញ៉ាំអេខ្លីអ្នកម៉ាក់ទិញនំនេះណែណាទេពិតជាឆ្ងាញ់ខ្លាំងណាស់បងប្រុសគិតដូចបងអត់ថានំនឹងឆ្ងាញ់ណាមិនឲ្យបងស្រីខ្ញុំក៏គិតដូចបងដែរនំនេះពិតជាឆ្ងាញ់ខ្លាំងណាស់ពិតជាឆ្ងាញ់ណាស់ហើយមានបន្លែនៅក្នុងនេះទៀតណាបងស្រីអ្នកម៉ាក់ពិតជាស្រឡាញ់កូនមែនអ្នកម៉ាក់ទិញនំឆ្ងាញ់ឲ្យកូនណាអ្នកម៉ាក់ថ្ងៃស្អែកខ្ញុំចង់ញ៉ាំនំមិនទៀតចាកូនចាំម៉ាក់ទិញនំនេះឲ្យកូនញ៉ាំទៀតឲ្យតែកូនខំប្រឹងរៀនទៅណាកូនណាហើយកុំភ្លេចញ៉ាំបាយថងទោះបីនំនេះឆ្ងាញ់ក៏ដោយប៉ុន្តែកូនណាត្រូវតែញ៉ាំបាយហើយញ៉ាំទឹកឲ្យបានច្រើនណាកូនគឺការពារសុខភាពរបស់កូនកុំឲ្យឈឺអញ្ចឹងម៉ាក់ដាក់បាយធ្វើម្ហូបហើយណាកូននាំគ្នាលេងចោះ